ជំរាបសួរបងប្អូនជនជាតិខ្មែរទាំងអស់បាទថ្ងៃនេះជួបជាមួយខ្ញុំបាទអាសង្ហាបាទគឺមានវីដេអូមួយคลิปទៀតហើយបាទព្រោះអីប្រហែលថ្ងៃនេះបោក Facebook មកតែងតែមានព័ត៌មានដកក្តៅកគុកបាទគឺ My Idol របស់សង្ហាគឺឯកឧត្តមកម្មសខាបាទប្រហែលថ្ងៃនេះឮគាត់ឮព័ត៌មានថាគាត់មានស្រីស្នេហ៍លួចលាក់បាទហើយរឿងនោះគឺជារឿងពិតឬរឿងប្រឌិតយើងអត់ដឹងដូចគ្នាបាទប៉ុន្តែរឿងស្នេហាគឺជារឿងបុគ្គលទេបាទហើយរឿងស្នេហាបានរបស់ឯកឧត្តមបានក៏ក្រោកពេញ Facebook តែម្ដងចុះកាត់កោះត្រល់ឲ្យយួនក៏មិនភ្ញាក់ផ្អើលផងអីក៏ល្ម៉េះក៏រឿងយួនពេញស្រុកស្ងាត់ឲ្យឆឹងយកដី 40000 ហិកតាស្រុកសុកទៅកាត់ឲ្យណាយួនគ្រប់គ្រងឯណាចុះមិនភ្ញាក់ផ្អើលផងអីរឿងគាត់មានស្រីស្នេហ៍ជារឿងបុគ្គលទេបាទសំខាន់ឲ្យតែឯកឧត្តមកម្មសខាទឹកចិត្តរបស់គាត់ស្រឡាញ់ប្រជាពលរដ្ឋអាហ្នឹងប្រជាពលរដ្ឋគឺចូលចិត្តអ្នកនយោបាយបែបហ្នឹងបាទមិនមែនចូលចិត្តមេដឹកនាំដែលតែងតែធ្វើបាបប្រជាពលរដ្ឋទេបាទវាគ្មានអីតាក់ទងនឹងនយោបាយទេបាទរឿងស្នេហារបស់គាត់បាទកុំឲ្យតាកាត់កោះត្រល់ឲ្យយួនបានអាហ្នឹងបានវាជាបញ្ហាធំបាទដូចជាឈូសផ្ទះប្រជាពលរដ្ឋឈូសយកដីប្រជាពលរដ្ឋអាហ្នឹងបានជារឿងដែលយើងត្រូវយកមកគិតយកមកពិភាក្សាគ្នាធ្វើម៉េចប្រជាពលរដ្ឋឈប់ក្រីក្រឈប់អីបាទរកការងារឲ្យប្រជាពលរដ្ឋធ្វើបាទអានេះបានជាបញ្ហារបស់អ្នកនយោបាយបាទមិនមែនរឿងស្នេហាទេបាទសំបីតាអាសង្ហាហ្នឹងក៏មានអូនទេមកញ៉ែរាល់ថ្ងៃដែរគ្រាន់តែខ្ញុំមិននិយាយបាទហើយប៉ុន្មានថ្ងៃនេះក៏ខ្ញុំបានបើកការស៊ើបអង្កេតទៅលើកញ្ញាដ៏ស្រស់ស្អាតនោះបាទគឺកញ្ញាធីសវណ្ណថាបាទមើលស្អាតមែនអត់យ៉ាបាទនេះកញ្ញាធីសវណ្ណថាបាទគាត់ពិតជាស្រស់ស្អាតឥឡូវគេទៅចោលយើងហើយបងអើយគេផ្លិចអាសង្ហាហើយវណ្ណថាអូនផ្លិចបងហើយឬអូនផ្លិចអនុស្សាវរីយ៍អូននាំប្រជាពលរដ្ឋទៅលេងអារ៉ែងនៅឆ្នាំ2013អូនដឹកនាំប្រជាពលរដ្ឋរាប់ម៉ឺនរាប់លាននាក់ហើយគណៈបកសង្គ្រោះជាតិអូនលើកដៃជាសញ្ញាគឺស្ទាយលេខ7ចុះហេតុអីមកដល់ពេលនេះអូនទៅទាំងមិនបានប្រាប់បងមួយម៉ាត់សោះអញ្ចឹងណាហើយទៅចុះអូនទៅចុះអូនទៅរកអ្នកមានលុយទៅរកអ្នកមានបុណ្យស័ក្តិទៅរកអ្នកមានឡានតម្លៃ$220,000ចុះបាទអត់នាងម្នាក់ក៏គ្មានបញ្ហាដែរស្រីចិត្តដេរឆាននាងកាកៃស្រីកងោកមាសបាទខ្ញុំស្ដាយទឹកចិត្តប្រជាពលរដ្ឋណាបាទគឺប្រជាពលរដ្ឋរាប់ម៉ឺនរាប់លាននាក់បានគ្រប់គ្រងកញ្ញាគាត់គិតថាកញ្ញានឹងនាំពួកគាត់ទៅទទួលការផ្លាស់ប្ដូរមេដឹកនាំដែលទទួលបានជោគជ័យនៅថ្ងៃខាងមុខតែចុងក្រោយនាងគឺជាក្រដាស់លុយដែលខ្លែងខ្លាយបាទខ្ញុំបាទអាសង្ហាដើម្បីរស់រានមានជីវិតខ្ញុំមិនលក់កម្លាំងគ្រប់គ្រងរបស់បងប្អូនទេបាទព្រោះវាជាអំពើដ៏ឃោរឃៅដែលធ្វើឲ្យសង្គមស្អប់ខ្ពើមបាទចឹងកញ្ញាពីមុនគឺកញ្ញាគឺជ្រកក្រោមផ្លាកគណៈបកសង្គ្រោះជាតិទេបាទបានមានមុខមាត់មកទល់សពថ្ងៃបាទកុំយកគណៈបកសង្គ្រោះជាតិធ្វើជានយោបាយដើម្បីរកស៊ីបាទ